កាពីវីដេអូមុនអ្នកគ្រូបានណែនាំអំពីបញ្ហារាំងរដូវអញ្ចឹងតមកដល់វីដេអូនេះអ្នកគ្រូនឹងនិយាយអំពីរដូវមិនទៀងអញ្ចឹងរដូវដែលរាំងហើយនិងរដូវមិនទៀងគឺវាមានលក្ខណៈខុសគ្នាអញ្ចឹងវីដេអូមុនយើងបានយល់អំពីរដូវរាំងហើយអញ្ចឹងមកដល់ content វីដេអូលើកនេះអ្នកគ្រូនឹងនិយាយអំពីបញ្ហារដូវមិនទៀងអញ្ចឹងយើងមកស្គាល់ថាអ្វីទៅជារដូវមិនទៀងចាអញ្ចឹងបញ្ហារដូវមិនទៀងនោះគឺគេនិយាយសំដៅទៅលើរយៈពេលនៃវដ្តរដូវដែលមកតិចជាង21ថ្ងៃឬក៏អាចយូរជាង45ថ្ងៃនៃវដ្តរដូវរបស់ស្ត្រីឬក៏រដូវមិនទៀងសំដៅទៅលើរយៈពេលនៃការមករដូវអញ្ចឹងរយៈពេលនៃការមករដូវបើសិនជារដូវនោះមកតិចជាង3ថ្ងៃឬក៏រដូវមកលើសពី1សប្តាហ៍ក៏ចាត់ចូលជាបញ្ហារដូវមកមិនទៀងដូចគ្នាហើយចំពោះមូលហេតុដែលយើងជួបញឹកញាប់នោះគឺបញ្ហាប្រែប្រួលអរម៉ូនដែលយើងជួបញឹកញាប់ចំពោះស្ត្រីដែលក្នុងអំឡុងពេលពេញវ័យនិងស្ត្រីជិតអស់រដូវករណីមួយទៀតនោះគឺបញ្ហាសុខភាពរបស់ស្ត្រីដូចជាជំងឺគេហៅថាជំងឺ PCOS ហើយមួយវិញទៀតនោះគឺស្ត្រីតែងតែពោលពាក្យថាស្ត្រីមានភាពតានតឹងគឺមូលហេតុដោយសារ stress ហ្នឹងអញ្ចឹងក៏អាចធ្វើឲ្យរដូវមកមិនទៀងដូចគ្នាចាហើយចំពោះស្ត្រីដែលមានបញ្ហាឡើងគីឡូលឿនពេកឬក៏ចុះគីឡូលឿនពេកហ្នឹងក៏អាចប៉ះពាល់ធ្វើឲ្យរដូវមិនទៀងដូចគ្នានិងករណីពិសេសមួយទៀតនោះដែលជួបញឹកញាប់នៅក្នុងសម័យកាលនេះគឺបញ្ហាការប្រើប្រាស់ថ្នាំអញ្ចឹងស្ត្រីមួយចំនួនហ្នឹងគាត់ប្រើប្រាស់ថ្នាំពាក់ព័ន្ធជាមួយនឹងសម្រស់របស់គាត់គឺទទួលទានប្រភេទពពួកអរម៉ូនដែលធ្វើឲ្យស្បែកសស្អាតពពួក collagen ការប្រើប្រាស់ថ្នាំពញាកំណើតនិងការប្រើប្រាស់មធ្យោបាយពញាកំណើតដូចជាការដាក់កងហើយមូលហេតុចុងក្រោយដែលយើងជួបញឹកញាប់ដូចគ្នានោះគឺបញ្ហា eating disorder ន័យថាស្ត្រីនឹងគាត់ញ៉ាំទទួលទានចំណីអាហារដែលធ្វើឲ្យប៉ះពាល់ដល់ល្បេរបស់អរម៉ូន